បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដំឡើង Active Directory Domain Service ឬក៏យើងអាចហៅកាត់ថាតទៅនឹង ADDS បាទយើងអាចហៅពាក្យកាត់បែបហ្នឹងហើយដោយក្នុងវីដេអូមុនខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបចូលទៅកំណត់តទៅ password ឲ្យ admin ហើយនឹងចូលទៅកំណត់ IP addressចឹងការងារដែលយើងត្រូវធ្វើមុននឹងយើងទៅដំឡើងតទៅនឹង Active Directory Domain Service ឬក៏យើងប្រមូលវាទៅជា Domain Controller អីហ្នឹងការងារចាំបាច់ដំបូងគឺយើងត្រូវតែចូលទៅកំណត់ IP address ឲ្យ server របស់យើងសិនហើយហ្នឹងកំណត់តទៅនឹង password admin សិនបាទហើយអញ្ចឹងឥឡូវតទៅនឹងserver របស់យើងតទៅនឹង Windows server របស់យើងឥឡូវវាកំពុងតែស្ថិតនៅបែបជាមានន័យថាជា standalone server អញ្ចឹងនៅពេលដែលយើងធ្វើការបង្កើត user ទៅ user របស់យើងហ្នឹងវាជាលក្ខណៈlocal user ទេវាមិនមែនជាលក្ខណៈ domain user ទេបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបដំឡើង Active Directory Domain Service បាទអូខេអញ្ចឹងដើម្បីយើងចូលទៅដំឡើងបានអ្នកទាំងអស់គ្នាអាចចូលទៅ server manager ទាំងអស់គ្នាមកបាទបន្ទាប់ពីចេញផ្ទាំង server manager មកបែបនេះហើយអ្នកទាំងអស់គ្នាអាចចូលទៅកន្លែងនេះយើងមើលកន្លែង configure this local server អញ្ចឹងយើងអាចយកកន្លែង add role and feature នេះក៏បានឬក៏យើងចូលទៅកន្លែង manage នេះក៏បានដែរបាទអញ្ចឹងយើងចុចលើ manage នេះមកអញ្ចឹងយើងនឹងឃើញពាក្យ add role and feature ដូចគ្នាអញ្ចឹងពីនេះយើងចុចចូលទៅមួយណាក៏បានដែរបាទអញ្ចឹងកន្លែងនេះខ្ញុំចូលទៅកន្លែង add role and feature នេះមកហើយបន្តមកកន្លែងនេះយើងធ្វើការចុច next អូខេកន្លែងនេះយើងយកធ្វើការយក default របស់គេហើយយើងចុច next ទៀតមកបាទកន្លែងនេះគឺយើងចុច next ទៀតដែរបាទគឺយើងតាក់ទងការជ្រើសរើសតាក់ទងserver របស់យើងដោយសារកន្លែងនេះខ្ញុំតម្លើង server មានតែមួយទេអញ្ចឹងយើងចុច next ហើយយើងយក default ហ្នឹងហើយបាទអញ្ចឹងមកដល់កន្លែងនេះយើងមើលតាក់ទងនឹង server role តាក់ទងនឹង role នេះអញ្ចឹងកន្លែងនេះយើងត្រូវ select ទៅលើ role មួយណាដែលយើងចង់ដំឡើងមិញខ្ញុំនិយាយតាក់ទងនឹងការដំឡើង Active Directory Domain Service អញ្ចឹងកន្លែងនេះយើងចុចទៅលើ tick ទៅលើតាក់ទងនឹង Active Directory Domain Service នេះមកបាទបន្ទាប់មកយើងធ្វើការចុច add feature នេះមកបាទហើយបន្ទាប់មកយើងធ្វើការចុច next ទៀតបាទអញ្ចឹង Active Directory Domain Service ពាក្យកាត់គេ ADDS បាទអូខេហើយយើងធ្វើការចុច next ទៀតមកអូខេចុច next ទៀតបាទហើយកន្លែងនេះយើងធ្វើការចុច install នៅពេលដែលធ្វើការ install វានឹង check មើលតកតងការព័ត៌មានដែលយើងរៀបចំហ្នឹងវាត្រឹមត្រូវអស់ហើយឬនៅអញ្ចឹងបើសិនវាអត់ទាន់ត្រឹមត្រូវទេវានឹងធ្វើការបង្ហាញ message អញ្ចឹងវាអត់ឲ្យយើងធ្វើការ install ទេបាទអញ្ចឹងយើងធ្វើការចុច install មកបាទអញ្ចឹងអ្នកទាំងអស់គ្នាឥឡូវយើងបានធ្វើការតាក់ទងនឹងដំឡើងហ្នឹងបានជោគជ័យហើយបាទអញ្ចឹងយើងមើលតាក់ទងនឹង configuration request បាទ installation success on តាក់ទងឈ្មោះ server របស់យើងបាទអូខេអញ្ចឹងកន្លែងនេះយើងអាចចុច close បានអូខេអញ្ចឹងនៅពេលដែលយើងធ្វើការតម្លើងតាក់ទងទៅលើ role មួយណាអញ្ចឹងវានឹងបង្ហាញទៅលើផ្ទាំង server manager របស់យើងនេះហើយបាទអូខេហើយក្នុងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបាទហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាអំពីរបៀប promote ទៅជា domain controller promote server យើងទៅជា domain controller បាទ